ទីបំផុតកម្ពុជាឈ្នះថៃលើវេទិកាអន្តរជាតិមួយករណីទៀតហើយក្រោយពីគណៈកម្មាធិការអង្គការ UNESCO បានសម្រេចអនុម័តជាឯកច្ឆន្ទដែលមានសមាជិក162ប្រទេសចូលរួមសម្រេចជាឯកច្ឆន្ទថាថៃយោធាថៃត្រូវទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិលើទង្វើរបស់ខ្លួនដែលបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកគឺប្រាសាទព្រះវិហាររបស់កម្ពុជានេះឯងបងប្អូនវីដេអូនេះវាសប្បាយអណាស់នៅពេលដែលកំទេចប្រាសាទយើងសិតតែមុតលេវទៀតខ្ទេចអស់ទៀតបងប្អូនវាសប្បាយអណាស់នៅពេលដែលវាចាបំផ្លាញកំទេចប្រាសាទព្រះវិហារហើយនៅពេលដែលកម្ពុជាទៀមទាទៅលើចំណុចនេះវាដោះសារទៀតវាចោទមកលើកម្ពុជាយើងហ្នឹងថាតាំងមូលដ្ឋានតបនៅក្នុងប្រាសាទព្រះវិហារអញ្ចឹងវាកំទេចតែមូលដ្ឋានតបទេហើយទៀតបំបែកខូចប្រាសាទតិចតិចទេវាដោះសារអញ្ចឹងហើយការដោះសាររបស់វាមកទល់នឹងម៉ោងនេះគឺស្មើ0ដោយសារតែការសម្រេចជាឯកច្ឆន្ទពីអង្គការ UNESCO គណៈកម្មាធិការអង្គការ UNESCO មកហើយថាយោធាសៀមត្រូវតែទទួលខុសត្រូវទៅតាមច្បាប់អន្តរជាតិលើការបំផ្លាញប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកចាំមើលអាណតិនគេធ្វើមកម៉េចសៀហាស័កដែលពូកែផបំផុតនោះគេធ្វើមកម៉េចចាំមើលស្រីឈ្មោះវាសនាណាមនួនពួកយោធាសៀមហើយនឹងពួកវិភាគសៀមវាដោះសារកិច្ចតាណាទៀតព្រោះកន្លងមកការដោះសាររបស់វាទាំងអបាម៉ានហ្នឹងមកទល់នឹងម៉ោងហ្នឹងស្មើ0នេះគឺអន្តរជាតិចាត់ទុកថាការលើកឡើងរបស់ភាគីថៃហ្នឹងគឺគ្មានន័យស្មើ0គ្មានផុសតាហើយទៅសម្រាប់ជាឯកច្ឆន្ទជារួមថាយោធាសៀមត្រូវតែទទួលខុសត្រូវតាមច្បាប់អន្តរជាតិលើទង្វើរបស់ខ្លួនឯងនេះគឺជាដំណឹងដែលពលរដ្ឋខ្មែរយើងទាំងអស់ទន្ទឹងរង់ចាំហើយនេះក៏ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ទើបចេញលទ្ធផលមួយនេះមកបងប្អូនអញ្ចឹងបើសិនជាមានព័ត៌មាននៃការខំគ្នាពីភាគីថៃហើយវាដោះសារយ៉ាងណាយ៉ាងនេះទៀតនោះបងចង់ធ្វើការតាមដានយកមកជួបជុំទៅកាន់បងប្អូនជាបន្ត